បាទជិះសួរដល់បងប្អូនដែលនៅតាមលក់ដេប៉ូបងប្អូនលក់ចាប់ហួយឥឡូវខ្ញុំអត់មានទេខ្ញុំមានរៀបដៃ10ខ្ញុំសុំបងប្អូនកុំលក់តំណែងថ្លៃពេកខ្ញុំទៅទិញតំណែងថ្ងៃទី1ជាមួយបងប្អូនខ្ញុំគាត់ទិញក្នុងតម្លៃមីក្នុងមួយកែគាត់លក់ 17000 អាហ្នឹងទូទៅអត់អីទេថ្ងៃទី2សេគ្រីមថ្ងៃទី2គាត់លក់ 18000 ដល់ថ្ងៃទី3តែទិញម្សាទៀតគាត់លក់នៅក្នុងតម្លៃ 20000 ជាងហើយបងប្អូនមានគិតទៅដល់បងប្អូនដែលគាត់ត្រូវជំនះខ្លួនចេញពីជាដែនហើយអត់មានយកទៅដល់កងទ័ពកំពុងតែសកម្មធ្វើសង្គ្រាមកំពុងតែដេញខ្មាំងចេញពីដីរបស់យើងកំពុងតែឈ្លានពានកំពុងតែទាហានយើងកំពុងការពារនេះហើយបងប្អូនមានយល់ទៅដល់ដែរបងប្អូនត្រូវការជំនះខ្លួនត្រូវការហូបចុកត្រូវការកន្លែងស្នាក់នៅហើយបងលក់ថ្លៃម្លឹងខ្ញុំអត់មានទេមានតែរៀមដៃ10សុំទៅដល់បងប្អូនកុំលក់ថ្លៃច្រើនពេកពេលដែលប្រទេសយើងកំពុងមានបញ្ហាជួបបញ្ហាសង្គ្រាមលក់តម្លៃទូទៅទៅបានហើយខ្ញុំអត់មានទេសុំរៀមដៃ10បាទសូមអរគុណហើយផ្លេចសូមអរគុណមួយទៀតដែលអ៊ំស្រីនៅស្ទឹងមានជ័យទៅទិញកន្លែងចាប់ហួយកន្លែងគាត់បងខ្ញុំទៅទិញគាត់ដើរទិញទៅជួយទៅដល់បងប្អូនដែលត្រូវជំនះខ្លួនគាត់លឺចឹងគាត់ជួយភ្លាមជួយជាទឹកសត់ខ្ញុំអរគុណមែនតើអរគុណដល់អ៊ំស្រីមានទេមានបរិយានេះរៀបដៃ10សូមឲ្យអ៊ំស្រីទទួលទានមានបានរោស៊ីតិចតិចជុំបាទ